សួស្តីប្រិមិត្តអ្នកទស្សនាទាំងអស់គ្នាតើបងប្អូនអាចស្រមៃបានទេថាមានថ្ងៃណាមួយឪពុកដែលបានបែកពីកូនប្រុសរបស់ខ្លួនតាំងតែពីអាយុទើបតែ3ខែមិនដឹងថាកូនរស់ឬស្លាប់មិនដឹងថាកូនកំពុងរស់នៅទីណាអស់រយៈពេល21ឆ្នាំស្រាប់តែបានជួបមុខគ្នាវិញអ្វីដែលកាន់តែរំជួលចិត្តនោះគឺនៅពេលជួបគ្នាលើកដំបូងឪពុកនិយាយភាសាខ្មែរចំណែកកូននិយាយភាសាអង់គ្លេសពួកគេស្ដាប់គ្នាមិនបានសូម្បីតែមួយម៉ាត់ប៉ុន្តែទឹកភ្នែកការអោបនិងកាយវិការពោពេញដោយក្តីស្រឡាញ់បានคล้ายជាភាសាមួយដែលអ្នកទាំងពីរយល់គ្នាទាំងស្រុងនេះគឺជារឿងពិតមួយដែលកំពុងធ្វើឲ្យមហាជនរាប់ម៉ឺនអ្នកលើបណ្ដាញសង្គមរំជួលចិត្តនិងស្រក់ទឹកភ្នែកតាមប្រិមិត្តជាទីគោរពរឿងរ៉ាវដ៏កម្រនិងគួរឲ្យរំភើបមួយនេះបានកើតឡើងចំពោះគ្រួសារក្រីក្រមួយនៅក្នុងប្រទេសកម្ពុជាដែលបានរស់នៅក្នុងភាពលំបាកខ្លាំងកាលពីជាង20ឆ្នាំមុននៅគ្រានោះដោយសារតែជីវភាពក្រីក្រនិងគ្មានលទ្ធភាពផ្គត់ផ្គង់ជីវិតកូនឪពុកម្ដាយបានសម្រេចចិត្តដ៏ឈឺចាប់បំផុតមួយក្នុងជីវិតគឺប្រគល់កូនប្រុសដែលទើបតែមានអាយុប្រមាណ3ខែទៅឲ្យអង្គការក្តីសង្ឃឹមដែលមានទីតាំងនៅវត្តដំណាក់ខេត្តសៀមរាបការសម្រេចចិត្តនោះមិនមែនជាការបោះបង់កូនដោយគ្មានក្តីស្រឡាញ់នោះទេប៉ុន្តែជាការបង្ខំចិត្តពីជីវភាពដ៏លំបាកដែលឪពុកម្ដាយមួយចំនួនត្រូវជួបប្រទះក្នុងសង្គមកាលនោះក្រោយមកមានស្ត្រីចិត្តធម៌ម្នាក់ជាជនជាតិអូស្ត្រាលីបានមកដាក់ពាក្យសុំយកទារករូបនោះទៅចិញ្ចឹមជាកូនធម៌ដោយមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធនិងការរៀបចំឯកសារស្របច្បាប់ត្រឹមត្រូវចាប់តាំងពីពេលនោះមកទារកខ្មែរម្នាក់នោះបានចាក់ចេញពីទឹកដីកំណើតទៅរស់នៅប្រទេសអូស្ត្រាលីពេលវេលាបានកន្លងផុតទៅ1ឆ្នាំ2ឆ្នាំ10ឆ្នាំរហូតដល់21ឆ្នាំក្នុងរយៈពេលដ៏យូរនោះឪពុកបង្កើតមិនដឹងសោះថាកូនរស់នៅយ៉ាងណាមានសុខភាពល្អឬអត់និងកំពុងរស់នៅទីណាចំណែកឯកូនប្រុសវិញក៏បានធំដឹងក្តីនៅក្នុងបរិយាកាសថ្មីវប្បធម៌ថ្មីនិងប្រើប្រាស់ភាសាអង់គ្លេសជាភាសាប្រចាំថ្ងៃប៉ុន្តែអ្វីដែលគួរឲ្យកោតសរសើរនោះគឺម្ដាយចិញ្ចឹមជនជាតិអូស្ត្រាលីរូបនោះមិនដែលលាក់បាំងប្រវត្តិកំណើតរបស់កូនឡើយគាត់បានចិញ្ចឹមបីបាច់ដោយក្តីស្រឡាញ់និងបង្រៀនឲ្យកូនដឹងជានិច្ចថារូបគេគឺជាកូនខ្មែរមានឫសគល់នៅប្រទេសកម្ពុជារហូតដល់ពេលថ្មីនេះក្រោមការខិតខំសម្របសម្រួលរបស់លោកហ៊ឿនសំនីងអតីតព្រះសង្ឃនិងជាអតីតប្រធានអង្គការក្តីសង្ឃឹមនៅវត្តដំណាក់ខេត្តសៀមរាបទើបភាគីទាំងពីរអាចស្វែងរកគ្នាឃើញនិងរៀបចំជំនួបជាប្រវត្តិសាស្ត្រនេះបានលោកហ៊ឿនសំនីងបានរៀបរាប់ថាកាលពីជាង20ឆ្នាំមុនលោកធ្លាប់បានជួយសង្គ្រោះជីវិតទារកម្នាក់នេះហើយនៅថ្ងៃនេះលោកក៏មានឱកាសជួយឲ្យរូបគេបានជួបជុំគ្រួសារបង្កើតរបស់ខ្លួនជាថ្មីម្ដងទៀតទស្សនវិជ្ជាដែលបានកើតឡើងនៅថ្ងៃជួបជុំបានធ្វើឲ្យអ្នកដែលមានវត្តមាននៅទីនោះស្ទើរតែទប់ទឹកភ្នែកមិនជាន់នៅពេលគេណែនាំថានេះគឺជាឪពុកបង្កើតរបស់ខ្លួនយុវជនរូបនោះបានដើរទៅជិតភ្លាមនោះឪពុកបានស្ទុះទៅអោបកូនយ៉ាងណែនការអោបមួយដែលបានរងចាំអស់រយៈពេល21ឆ្នាំការអោបមួយដែលប្រហែលជាឪពុកធ្លាប់ស្រមៃរាប់មិនអស់ដងលោកបាននិយាយទៅកាន់កូនភាសាខ្មែរទាំងអ៊ូដើមកទាំងទឹកភ្នែកហូរនិងទឹកមុខពោពេញដោយអារម្មណ៍នឹករលឹកប៉ុន្តែកូនស្ដាប់មិនបានទេចំណែកកូនវិញក៏បាននិយាយតបនិងព្យាយាមលួងលោមឪពុកជាភាសាអង់គ្លេសប៉ុន្តែឪពុកក៏ស្ដាប់មិនបានដូចគ្នាទោះបីជាមិនយល់ពាក្យសម្ដីគ្នាតែអ្នកទាំងពីរយល់ពីអារម្មណ៍គ្នាទាំងស្រុងកាយវិការស្នាមញញឹមទឹកភ្នែកនិងការអោបយ៉ាងណែនបានជំនួសគ្រប់ពាក្យសម្ដីទាំងអស់នេះហើយជាអត្ថន័យពិតប្រាកដនៃពាក្យថាឈាមរត់រកឈាមប្រិមិត្តទាំងអស់គ្នាបើមើលពីខាងក្រៅនេះគ្រាន់តែជាការជួបជុំរវាងឪពុកនិងកូនប៉ុណ្ណោះប៉ុន្តែបើយើងវិភាគឲ្យស៊ីជម្រៅវាជារឿងដែលមានអត្ថន័យធំធេងជាច្រើនសម្រាប់សង្គមទី1វាបង្ហាញពីការលះបង់របស់ឪពុកម្ដាយក្រីក្រមនុស្សមួយចំនួនប្រហែលជាគិតថាការប្រគល់កូនឲ្យគេយកទៅចិញ្ចឹមគឺជាការបោះបង់ប៉ុន្តែករណីនេះវាជាការសម្រេចចិត្តដ៏ឈឺចាប់បំផុតរបស់ឪពុកម្ដាយដែលចង់ឲ្យកូនមានអនាគតល្អជាងខ្លួនទី2វាបង្ហាញពីតម្លៃមនុស្សធម៌បើគ្មានស្ត្រីជនជាតិអូស្ត្រាលីដែលមានចិត្តសប្បុរសនោះទេទារករូបនេះប្រហែលជាមិនមានឱកាសទទួលបានជីវិតនិងអនាគតដូចសពថ្ងៃឡើយម្ដាយចិញ្ចឹមរូបនោះមិនត្រឹមតែផ្ដល់ផ្ទះអាហារនិងការអប់រំប៉ុណ្ណោះទេប៉ុន្តែថែមទាំងរក្សាអត្តសញ្ញាណជាកូនខ្មែរឲ្យគេទៀតផងទី3វាបង្ហាញពីសារៈសំខាន់នៃការដឹងគុណនិងការស្វែងរកឫសគល់របស់ខ្លួនទោះបីជាធំនៅប្រទេសអូស្ត្រាលីក៏ដោយយុវជនរូបនេះនៅតែមានបំណងស្វែងរកគ្រួសារបង្កើតនិងប្រវត្តិកំណើតរបស់ខ្លួននេះជាចំណុចដែលគួរឲ្យកោតសរសើរយ៉ាងខ្លាំងមួយវិញទៀតរឿងនេះក៏បានបង្ហាញពីទូនាទីសំខាន់របស់លោកហ៊ឿនសំនីងដែលបានខិតខំសម្រាប់
សម្រួលការជួបជុំដ៏មានន័យនេះកើតឡើងមិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចធ្វើជាស្ពានជាប់ជីវិតមនុស្សពីចំនួនឲ្យមកជួបគ្នាវិញបាននោះទេហើយអ្វីដែលប៉ះពាល់អារម្មណ៍បំផុតគឺទស្សនវិជ្ជាដែលឪពុកនិងកូននិយាយភាសាខុសគ្នាប៉ុន្តែបេះដូងរបស់ពួកគេនិយាយភាសាតែមួយភាសានៃក្តីស្រឡាញ់ភាសានៃទំនាក់ទំនងឈាមជ័រនិងភាសានៃគ្រួសារដែលមិនត្រូវការអ្នកបកប្រែឡើយជាទីបញ្ចប់នាងខ្ញុំម៉ារីសូមចូលរួមអបអរសាទរដល់ឪពុកកូននិងក្រុមគ្រួសារទាំងមូលដែលបានជួបជុំគ្នាវិញក្រោយការបែកគ្នាអស់រយៈពេល21ឆ្នាំសូមជូនពរពួកគេទទួលបានសុភមង្គលក្តីស្រឡាញ់និងមានឱកាសបំពេញចន្លោះពេលវេលាដែលបានបាត់បង់ទៅជាច្រើនឆ្នាំកន្លងមកនេះប្រិមិត្តមានអារម្មណ៍រំជូរចិត្តចំពោះរឿងរ៉ាវនេះដូចនាងខ្ញុំម៉ារីដែរសូមកុំភ្លេចចុច Like Share និង Subscribe Channel Marie CLTV ដើម្បីទទួលបានព័ត៌មាននិងរឿងរ៉ាវល្អៗថ្មីៗជាបន្តបន្ទាប់នាងខ្ញុំម៉ារីសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត